Chile ត្រៀមចូលទីផ្សារ SUV Off-road ដើម្បីប្រកួតប្រជែងជាមួយនឹងទីផ្សារ Off-road SUV ល្បីៗធំៗនៅលើពិភពលោកជាច្រើនការ design មើលទៅស្អាតប្លែកមែនទែនសម្រាប់ផ្នែកខាងមុខនិងផ្នែកខាងក្រោយអញ្ចឹងឥឡូវនេះក្រុមហ៊ុន Geely គាត់កំពុងតែត្រៀមដាក់លក់ SUV 4X4 ខ្នាតធំនិងរឹងមាំដើម្បីប្រកួតប្រជែងជាមួយនឹង SUV Allroad នៅទីផ្សារអន្តរជាតិនិងទីផ្សារជាតិជាច្រើនចាប់ពីឆ្នាំ2028ទៅហើយសម្រាប់ model នេះផងដែរគឺត្រូវបានបង្ហាញជាមុនតាមរយៈ Galaxy Cruiser Concept នៅ Shanghai Auto Show ឆ្នាំ2025ដែលការផលិតចេញនេះក៏នឹងមានភាពស្រដៀងគ្នាជាមួយនឹងប្រភេទ Concept រហូតដល់90ទៅ95%ផងដែរសម្រាប់រូបរាងខាងក្រៅគឺមាន style បែបប្រអប់គ្រាន់តែបងប្អូនលេខមើលទៅភ្លាមដឹងថារថយន្តនេះគឺជាប្រភេទ Off-road តែម្ដងការរចនាគឺមានភាពរឹងមាំនិងងាយស្រួលប្រើប្រាស់ក្នុងការចូលទៅក្នុងផ្លូវពិបាកហើយផ្នែកខាងក្នុងនេះគឺផ្ដោតទៅលើផាសុកភាពនិងបច្ចេកវិទ្យាដែលមានកុងសូលកណ្ដាលធំនិងប្រើប្រាស់ប៊ូតុងផ្ទាល់ដើម្បីផ្ដល់អារម្មណ៍ប្រណិតបែប SUV ខុសពីរថយន្តធម្មតាហើយសម្រាប់ SUV នេះគឺប្រើប្រាស់ជាមួយនឹងគ្រោងឆ្អឹង GEA Evo ដូចជា Galaxy M9 ដែរជាមួយនឹងបច្ចេកវិទ្យា Steer by Wheel Brake by Wheel និងអាចបង្វិលកង់ទាំង4បានហើយក៏អាចបើកបរបែបដំណើរក្តាមបានដែរហើយរថយន្តនេះគឺភ្ជាប់មកជាមួយនឹងប្រព័ន្ធ plug-in hybrid ដែលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AI ដើម្បីបដូរប្រព័ន្ធរវាងរថយន្តអគ្គិសនីពី hybrid ហើយនិង range extender ហើយសម្រាប់រថយន្តនេះគឺអាចប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង 1.5 លីត្រ turbo និងម៉ូទ័រអគ្គិសនីរហូតដល់3គ្រឿងបង្កើនកម្លាំងបានរហូតដល់460គីឡូវ៉ាត់ហើយសម្រាប់គំរូសាកល្បងបានធ្វើតេស្តនៅលើវាលខ្សាច់រួចហើយដែលបង្ហាញពីសមត្ថភាពខ្លាំងជាមួយនឹងកម្ពស់ពីដីខ្ពស់និងកង់ធំហើយវាក៏មានសមត្ថភាពចុះទឹករហូតដល់800មីលីម៉ែត្រដែរ model នេះគឺជាជំហានដំបូងរបស់ Geely ក្នុងទីផ្សារ SUV Off-road និងអាចជាចំណុចចាប់ផ្ដើមសំខាន់មែនទែននៃគ្រួសារ SUV Off-road ដ៏រឹងមាំរបស់ Geely ផងដែរចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះរូបរាងសម្រាប់ខ្ញុំមើលឃើញថាស្អាតមែនទែនហើយតម្លៃខ្ញុំជឿថាចេញមកប្រកាសជាពិសេសបងប្អូនពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងកុំភ្លេច comment ជាមតិយោបល់នៅខាងក្រោមខ្ញុំបាទសូមជម្រាបលាជួបគ្នានៅវីដេអូឡើងក្រោយបាយ